សួស្តីអ្នកទាំងអស់គ្នាអញ្ចឹងស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់វីដេអូមួយទៀតដែលយើងនឹងបង្ហាញអ្នកទាំងអស់គ្នាពីការ hosting domain name នៅលើ Sender App Linux របស់យើងអញ្ចឹងដំបូងយើងធ្វើការចូលមកកាន់ command prompt មកហើយយើងតម្លៃនៅ software មួយដែលឈ្មោះថា Yam install មក software មួយដែលឈ្មោះថាបាយហើយបាយនេះមានបាយយើងធានាទៀតអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាតម្លៃមកគឺវាមានចាំបន្តិចតែនេះខ្ញុំគឺអឺបានតម្លើងរួចដែរនេះខ្ញុំបានតម្លើងរួចហើយអញ្ចឹងនៅពេលដែលយើងតម្លើងរួចហើយយើងធ្វើការចូលទៅកែកន្លែង file ណាខ្លះអញ្ចឹងទីមួយគឺនេះខ្ញុំមាន note មួយគឺដំបូងយើងធ្វើការចូលទៅកាន់ vim etc name អញ្ចឹងយើងចូលទៅកាន់etc name config អញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាចូលមកកន្លែងហ្នឹងគឺអ្នកទាំងអស់គ្នាឃើញrepeat 0 file នៅក្នុងហ្នឹងហើយអញ្ចឹងអ្វីដែលអ្នកទាំងអស់គ្នាត្រូវធ្វើដំបូងគេគឺអ្នកទាំងអស់គ្នាចូលមកកែកន្លែង option ខាងលើនេះកន្លែង mission on port 53ហ្នឹងអ្នកទាំងអស់គ្នាកែកន្លែងនេះដាក់ទៅជា any ហើយនឹងមួយទៀតគឺកន្លែង allow query កន្លែងនេះគឺកែដាក់ any គ្នាចឹងបន្ទាប់មកពីនោះមកអ្នកទាំងអស់គ្នាអត់បាច់ចាប់អារម្មណ៍ទៅលើអីផ្សេងទេគឺធ្វើការបង្កើតស៊ូមអញ្ចឹងស៊ូមដែលយើងបង្កើតនេះគឺខ្ញុំបានបង្កើតពីរគឺមួយជាស៊ូមសម្រាប់ forward ស៊ូមនិងមួយទៀតគឺជាស៊ូមសម្រាប់reserve ស៊ូមហើយ reverse ស៊ូមអញ្ចឹង forward ស៊ូមនេះគឺជាស៊ូមដែលយើងបកប្រែពី domain name ទៅកាន់ IP ហើយ reverse ស៊ូមនេះគឺយើងបង្កើតអឺបកប្រែពី IP ទៅកាន់ domain name វិញអញ្ចឹងនៅក្នុងការបង្កើតអ្នកទាំងអស់គ្នាដាក់ឈ្មោះមកដាក់ឈ្មោះបែបណាក៏បានដែរបន្ទាប់មកទៀតគឺ tab គឺ tab master បន្ទាប់មកនេះគឺជា file configuration នៅក្នុងDNS របស់យើងគឺថាជា file សម្រាប់file ក្នុងការ hosting របស់យើងហើយនេះក៏ដូចគ្នាតែច្បាប់នៅក្នុងការបង្កើត reverse គឺយើងត្រូវសរសេរ IP របស់យើង IP របស់យើងចាក់សរសេរពីស្ដាំមកឆ្វេងវិញអញ្ចឹងបើយើងឃើញបែបនេះអញ្ចឹងមានថា IP network របស់យើងគឺ 192.168.0 ចុចលេខផ្សេងទៀតដែលជា network របស់យើងតែយើងយកតែ3ខ្ទង់ខាងមុខរបស់ IP របស់យើងនេះនឹងមកយកមកបញ្ច្រាស់ហើយយើង dot in addr និង dot apa បន្ទាប់មកអ្នកទាំងអស់គ្នាដាក់ tab master ដូចគ្នាហើយមួយទៀតគឺជា file ដែលយើងត្រូវconfig ដូចគ្នាហើយកន្លែងនេះគឺ allow query យើងដាក់ any ដូចគ្នាអញ្ចឹងបន្ទាប់ពីយើងមកបង្កើត zoom នឹងហើយយើងចូលទៅមើលមួយទៀតគឺអឺយើងទៅមើល file ដែលយើងបង្កើតឡើងមកអញ្ចឹង file របស់យើងគឺ vim គឺក្នុង var ហើយ named forward អញ្ចឹងបង្កើត file នេះខ្ញុំបង្កើតហើយហើយអញ្ចឹងយើងចូលមកមើលអញ្ចឹង file នេះគឺជា file forward zone អញ្ចឹងអានេះគឺជា time to live ដែលយើងត្រូវដាក់ time to live គឺចំនួនប៉ុណ្នេះស្មើនឹង3ថ្ងៃ3ម៉ោងហើយនេះគឺជាលេខ serial port ហើយនេះនៅពេលរយៈពេល1ម៉ោងវានឹងធ្វើការ refresh DNS យើងម្ដងហើយវាព្យាយាមម្ដងកន្លះម៉ោងវាធ្វើការព្យាយាម request ម្ដងបើមិនជាការ refresh ដំបូងវាអត់បានហើយ display របស់យើងគឺប៉ុណ្ណេះហើយនេះគឺជា maximum live របស់យើងបន្តមកទៀតនៅក្នុង name server អញ្ចឹង name server យើងបង្កើតមួយគឺns.com. នេះមួយអញ្ចឹងពីកន្លែងSOA នេះគឺយើងដាក់បែបនេះមកយើងត្រូវដាច់ខាតត្រូវមានចុចពីក្រោយហើយបន្តមកយើងដាក់រូបចុចពីក្រោយដូចគ្នាបន្ទាប់មកយើងមាន record ជាច្រើនមួយ record ns record a nx នេះសម្រាប់ exchange mail ហើយ record a នេះគឺយើងតាម mail អញ្ចឹងកន្លែង mail កន្លែង web នេះយើងចង់ដាក់ឈ្មោះបែបណាក៏បានដែរយើងចង់ដាក់ឈ្មោះឧទាហរណ៍កន្លែងនេះយើងដាក់ collab អីសម្រាប់ mail របស់យើងក៏បានដែរ
បន្ទាប់មកយើងដាក់ IP ឲ្យវាទៅអានេះគឺដូចគ្នាចំពោះCNAME នេះមានថាយើងឡើងថាឈ្មោះក្រៅមានថាឈ្មោះក្រៅសម្រាប់នេះពពួក A record នេះឧទាហរណ៍ mail របស់ខ្ញុំគឺខ្ញុំដាក់ ML អញ្ចឹងមានថានៅពេលដែលគេវាយml.rexmail.com ទៅគឺជាmail.rexmail.com ដែលជា website របស់យើងខាងលើហ្នឹងអញ្ចឹងនេះគឺជាការបង្កើតនៅ forward 0បន្ទាប់មកទៀតយើងទៅការ reverse 0អញ្ចឹង reverse 0ហ្នឹងដូចគ្នាខ្ញុំធ្វើការបង្កើត file ក្នុង file នេះអញ្ចឹងនៅក្នុង reverse 0ខាងលើនេះដូចគ្នា time to live ចំនួនប៉ុណ្ណេះវិនាទី SOA ដូចគ្នា root refresh 1ម៉ោង refresh ម្ដងកន្លះម៉ោងវាព្យាយាមម្ដងហើយ expire រយៈពេលប៉ុណ្ណេះហើយ maximum live វាគឺប៉ុណ្ណាបន្ទាប់មកគឺមាន NS នេះ NS resume.com មួយបន្ទាប់មក POT pointer អញ្ចឹងមានថានេះគឺជាលេខ IP ចុងក្រោយអញ្ចឹងនៅក្នុងឈ្មោះ file របស់ reverse ហ្នឹងគឺវាមាន3ខ្ទង់ទេតែអញ្ចឹងវាដាក់សម្គាល់តែមួយខ្ទង់ទៀតមកគឺដូចជាការស្រាយដែរអញ្ចឹងបន្ទាប់ពីដែលយើងធ្វើបង្កើតអាហ្នឹងហើយយើងធ្វើការ add firewall វាអញ្ចឹង firewall ឲ្យត្រូវ add គឺនេះយើងដាក់ firewall firewall CMD permanent head switch DNS បន្ទាប់មកទៀតគឺ forward reload បន្ទាប់មកយើងធ្វើការ system enable now name ទីអញ្ចឹងបន្ទាប់ពីយើង enable ហើយអូច្រឡំ now បន្ទាប់ពីយើង enable ហើយយើងធ្វើការ restart វាមក system control restart name 3នេះមក restart ហើយយើងធ្វើការមើល status របស់វាចឹងបន្ទាប់ពីយើងមើលហើយដែលថាវាកំពុងតែដើរ running ចឹងបន្ទាប់ពី running តើយើងធ្វើម៉េចដើម្បីតេស្តវាអញ្ចឹងយើងធ្វើការបាក់ IP មក IP addr ចឹងយើងឃើញ IP server របស់យើងគឺប៉ុណ្ណាចឹងយើងធ្វើការចូលទៅកាន់ control panel របស់យើងតបមកយើងទៅកាន់ network sharing យើងយកមកតបមកយើងយក property យើងយក IPv4 ទៅ property យើងកន្លែង DNS នេះយើងយក IP action របស់យើងយកមកដាក់នេះមកយើងបន្ទាប់ពីបានហើយយើងធ្វើការចូលទៅកាន់ command prompt ចឹង command prompt យើងប្រើ ns lookup ខ្ញុំកើតដាក់ w ចុច nsmay.com ចឹងនេះនៅពេលដែលយើងចុច w នេះមកគឺវាចេញ web ហើយដែល address របស់ DNS របស់យើងគឺអានេះហើយនេះគឺIP របស់ web web domain របស់យើងតោះមកបើយើងចង់ដឹងថាតើវាបកប្រែមួយទៀតដែលយើងមានមិញគឺនេះគឺនេះមែនអញ្ចឹង ML អញ្ចឹងខ្ញុំធ្វើការវាយ ML lookup ml.com ចឹងនេះគឺ ML របស់យើងគឺជា alias ដែលយើងវាយ ML តែពិតឈ្មោះរបស់វាគឺ mail ទេអញ្ចឹងយើងធ្វើការ NL lookup ពីបកប្រែពី IP ទៅកាន់ domain name វិញទៅអញ្ចឹងគឺការ NL lookup 192.182.1 0.1ចា៎នេះគឺ NS នេះមាន NS មួយនេះដែរអញ្ចឹងត្រូវការចុច2ម្ដងចុច2គឺនេះគឺ www.maxmay នេះគឺ web
web ទៅគឺជា web នេះអញ្ចឹងជា web domain របស់យើងចឹងនៅក្នុងការបង្កើតចឹងនៅក្នុងការបង្កើត hosting domain នៅក្នុង DNS របស់យើងនៅក្នុង CLN គឺតែប៉ុណ្្នឹងចឹងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូមួយនេះអរគុណ